បាទសរសេរបងប្អូនណាបាទឥឡូវណែនាំបងប្អូនបន្ថែមទៀតបាទតកតងជាមួយនឹងវីតាមីនដែលយើងធ្វើវ៉ាក់សាំងហើយយើងលាយឲ្យមន់ផឹកអញ្ចឹងវីតាមីនដែលយើងលាយឲ្យមន់ផឹកបងប្អូនណាបាទបងប្អូនត្រូវមើលលើកញ្ចប់ថ្នាំថាតើលើកញ្ចប់ថ្នាំហ្នឹងជាប្រភេទវីតាមីនសុទ្ធអត់ណាព្រោះអំឡុងពេលដែលយើងធ្វើវ៉ាក់សាំងគឺយើងត្រូវការវីតាមីនសុទ្ធដើម្បីលាយជាមួយឲ្យវាផឹកអត់អាចលាយវីតាមីនដែលមានលាយនៅប្រភេទថ្នាំថាអុកស៊ីតេត្រាឬមួយក៏ប្រភេទថ្នាំផ្សេងទៀតជាមួយនឹងវីតាមីនទេបងប្អូនណាបាទមិនមែនមានន័យថាវីតាមីនវាអត់ល្អទេដែលមានលាយនៅប្រភេទអុកស៊ីតេត្រានោះមិនមែនទេគឺវាល្អបងប្អូនណាប៉ុន្តែវាល្អសម្រាប់មន់សាច់ឬក៏មន់ដែលយើងអត់ធ្វើវ៉ាក់សាំងតែបើសម្រាប់មន់ដែលធ្វើវ៉ាក់សាំងហើយគឺយើងត្រូវតែប្រើនៅប្រភេទវីតាមីនសុទ្ធណាបាទគឺប្រភេទវីតាមីនសុទ្ធដែលមានលាយនៅអង់ទីយ៉ូទិកអញ្ចឹងបងប្អូនអាចរកមើលបានដូចជាប្រភេទវីតាមីន Vita Plus ឬក៏ប្រភេទវីតាមីនអង់ទី stress អីផ្សេងទៅចែកតាបងប្អូនដាក់ហ្នឹងណាបាទដូចជានៅវីតាមីននេះក៏វាអត់មាននៅប្រភេទអង់ទីយ៉ូទិកដែរបាទហើយនឹងពពួក Vita Plus ទៀតបាទចាំមើលខ្ញុំទៅសេដាក់ចូលទៅក្នុងនោះទៀតព្រោះអីកាលណាយើងធ្វើវ៉ាក់សាំងហើយគឺយើងត្រូវការវីតាមីនសុទ្ធបើកាលណាយើងមានលាយនៅប្រភេទអង់ទីយ៉ូទិកអញ្ចឹងការធ្វើវ៉ាក់សាំងរបស់យើងហ្នឹងវាអាចនឹងមិនជោគជ័យឬមួយក៏មិនមានភាពស៊ាំទៅលើមាត់ទេណាបាទព្រោះអាថ្នាំហ្នឹងគឺវាទៅសម្លាប់មេរោគនឹងមួយចំនួនអាចធ្វើឲ្យអសកម្មឬក៏ខូចនៅវ៉ាក់សាំងរបស់យើងដែលយើងធ្វើទៅលើមាន់បាទសូមអរគុណ